រឿងក្តីស្រឡាញ់ព្រះនាងរស់គឺជាម្ចាស់ក្សត្រីដ៏ស្រស់សោភាតែទ្រង់ខុសប្លែកពីព្រះនាងដទៃត្រង់ថាព្រះនាងមានមិត្តជាគ្រូធ្មប់តាមធម្មតាព្រះនាងនិងគ្រូធ្មប់មិនអាចជួបគ្នានិងរាប់គ្នាជាមិត្តបានទេប៉ុន្តែដោយសារតែព្រះនាងរស់មិនមែនជាព្រះនាងដែលចេះតែអង្គុយស្ងៀមរំទុំនៅក្នុងវាំងតើវាមិនមែនជារឿងប្លែកនោះទេដែលទ្រង់មានមិត្តភក្តិជាគ្រូធ្មប់ដ៏ពូកែខាងមុនអាគមគាថាដូចជាគ្រូធ្មប់ឃឹមនោះទេគ្រូធ្មប់ឃឹមបើទោះបីជាដឹងថាខ្លួនមិនស័ក្តិសមនឹងព្រះនាងរស់ព្រោះខ្លួនមិនមែនជាព្រះរាជបុត្រប៉ុន្តែគេនៅតែលួចស្រឡាញ់ព្រះនាងរស់ដោយមិនឲ្យទ្រង់ដឹងខ្លួនហេតុដូច្នេះហើយទើបគ្រូធ្មប់មិនទទួលបានក្តីស្រឡាញ់ពីព្រះនាងរស់រហូតដល់ថ្ងៃមួយគ្រូធ្មប់ចង់បង្ហាញពីអាថ៌កំបាំងដែលលាក់ក្នុងចិត្តឲ្យព្រះនាងបានដឹងទើបគេធ្វើដំណើរទៅរកទ្រង់នៅឯរាជវាំងសួស្តីព្រះនាងគ្រូធ្មប់សួររាក់ទាក់សួស្តីគ្រូឃឹមអ្នកមកលេងយើងឬព្រះនាងរាក់ទាក់ដោយស្នាមញញឹមបាទហើយខ្ញុំនឹងមានរឿងចង់ពិភាក្សាផងដែរគ្រូធ្មប់ឃឹមឆ្លើយដោយទឹកមុខតានតឹងមានការអីព្រះនាងសួរដោយទឹកមុខចម្លែកក្នុងចិត្តខ្ញុំមានរឿងរបស់យើងពីរនាក់មកសុំយោបល់ពីព្រះនាងគ្រូធ្មប់ឃឹមតបបណ្ដើរអង្គុយចុះទៅលើកៅអីបណ្ដើរដែលមានអាកប្បកិរិយាហូរស្រាលជាងមុននិយាយមកចុះព្រះនាងត្រាស់បង្គាប់ដោយអារម្មណ៍ល្អគ្រូធ្មប់និយាយបន្តមានបរិសុស្ត្រីមួយគូបរិសជាព្រះរាជាមានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាលអាចធ្វើអីក៏បានរីឯស្ត្រីម្នាក់នោះគឺជារាជិនីទ្រង់លួចស្រឡាញ់ព្រះរាជាដោយព្រះរាជាពុំដែលដឹងខ្លួនឡើយរហូតដល់អ្នកទាំងពីរបានរៀបអភិសេកនឹងគ្នាព្រះរាជាតាំងចិត្តថានឹងធ្វើឲ្យព្រះរាជិនីមានក្តីសុខព្រោះព្រះអង្គយល់ថាវាជាទូនាទីដែលទ្រង់ត្រូវតែធ្វើប៉ុន្តែមិនថាព្រះរាជាខំយ៉ាងណាក៏មិនអាចធ្វើឲ្យព្រះរាជិនីមានសេចក្តីសុខដែរអ្នកឯងចង់សួរយើងថាតើមកពីហេតុអ្វីមែនទេបាទខ្ញុំចង់ឲ្យព្រះនាងប្រាប់ថាតើមកពីហេតុអ្វីគ្រូធ្មប់ឃឹមបញ្ជាក់បន្ថែមធម្មតាមនុស្សយើងកាលបើមានក្តីស្រឡាញ់ចំពោះនរណាម្នាក់មិនថាទ្រព្យសម្បត្តិមាសពេជ្រឬកេរ្តិ៍ឈ្មោះគឺគ្មានតម្លៃទេអ្វីដែលគេចង់បានបំផុតនោះគឺក្តីស្រឡាញ់តបមកវិញសូម្បីតែតិចតួចក៏អាចធ្វើឲ្យបេះដូងស្រស់ស្រាយបានដែរដូចជាឪពុកម្ដាយស្រឡាញ់កូនតែងចង់បានសេចក្តីស្រឡាញ់ជាការតបស្នងពីកូនមកវិញមនុស្សប្រុសស្រឡាញ់មនុស្សស្រីតែងសង្ឃឹមថានឹងទទួលបានក្តីស្រឡាញ់ពីស្ត្រីនោះមកវិញប៉ុន្តែដោយសារតែព្រះរាជាធ្វើអ្វីៗគ្រប់យ៉ាងព្រោះតែយល់ឃើញថាវាជារឿងដែលត្រូវធ្វើទ្រង់មិនមែនធ្វើដោយសារតែការស្រឡាញ់ចំពោះព្រះរាជិនីនោះទេការធ្វើអញ្ចឹងតើឲ្យព្រះរាជិនីមានក្តីសុខយ៉ាងម៉េចនឹងកើតក្តីស្រឡាញ់ដែលពុំបានទទួលការតបស្នងដោយក្តីស្រឡាញ់តែនាំមកនូវភាពឈឺចាប់ជានិច្ចព្រះរាជិនីមានសវណ្ណីដោយចម្លែកក្នុងព្រះទ័យបើសិនជាអញ្ចឹងតើហេតុអ្វីព្រះនាងបណ្ដោយឲ្យខ្ញុំឈឺចាប់ដោយសារមិនបានទទួលក្តីស្រឡាញ់ត្រឡប់មកវិញអញ្ចឹងគ្រូធ្មប់ឃឹមនិយាយបណ្ដើរភ្នែកសម្លឹងមើលព្រះភ័ក្ត្ររបស់ព្រះនាងដែលឈរភ្លឹកនៅចំពោះមុខបណ្ដើរមានន័យថាព្រះនាងឧទានស្រាលស្រាលខ្ញុំស្រឡាញ់ព្រះនាងតើព្រះនាងតបស្នងសេចក្តីស្រឡាញ់របស់ខ្ញុំដោយសេចក្តីស្រឡាញ់បន្តិចបន្តួចរបស់ព្រះនាងបានដែរឬទេគ្រូធ្មប់ឃឹមនិយាយយ៉ាងម៉ឺងម៉ាត់ឯព្រះនាងរស់មិនបានឆ្លើយតបអ្វីទេទ្រង់ឈរស្ងៀមហើយញញឹមជាការឆ្លើយតបគ្រាន់តែប៉ុណ្ណឹងគ្រូធ្មប់ឃឹមអាចបានដឹងពីចម្លើយថាជាអ្វីហើយក្រោយពីនោះមកគ្រូធ្មប់ឃឹមនិងព្រះនាងរស់ត្រូវពពាឧបសគ្គជាច្រើនដោយសារតែឋានៈអ្នកទាំងពីរមិនស័ក្តិសមនឹងគ្នាតែនៅទីបញ្ចប់ពួកគេទាំងពីរក៏បានរៀបការជាមួយគ្នានិងផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកមិនតិចជាងគ្នាឡើយសម្រាប់គតិអប់រំក្នុងរឿងនេះការទទួលបានសេចក្តីស្រឡាញ់ពីនរណាម្នាក់តែបន្តិចក៏អាចធ្វើឲ្យមនុស្សជាច្រើននាក់មានជីវិតរីកស្រស់បំព្រងដូច្នេះអ្នកត្រូវផ្ដល់ក្តីស្រឡាញ់និងផ្សព្វផ្សាយក្តីស្រឡាញ់ឲ្យមនុស្សជុំវិញខ្លួនដើម្បីឲ្យគេមានសេចក្តីសុខក្នុងការមានជីវិតរស់នៅលើពិភពលោកនេះតទៅទៀត